របៀប edit វីដេអូឲ្យមានពណ៌ច្បាស់ស្អាតហើយល្អគឺប្រើតែក្នុងកម្មវិធី CapCut តែប៉ុណ្ណោះជាដំបូងយើងត្រូវតែមានជាមួយនឹងហើយវីដេអូមួយហើយយើងត្រូវដាក់ប្រវែងវីដេអូដែលយើងចង់ដាក់អីចឹងទៅបន្តមកទៀតនោះយើងអូសទៅកន្លែងមួយទៀតគឺជា filter បន្តទៀតមកយើងចុចកន្លែងកែតម្រូវគ្នាយើងភាសាអង់គ្លេសអត់ដឹងអីទេហើយបន្តមកទៀតមកហ្នឹងយើងត្រូវអូសទៅកន្លែងមួយទៀតគឺជា graphic ហើយយើងអូសតម្លាក់វាមក00ទាំងអស់មកទៅលើ0ទៅក្រោម0គឺយើងចាក់ពណ៌វាបែបហ្នឹងគឺគ្រប់ពណ៌តែម្ដងនៅពេលដែលយើងចាក់ពណ៌រួចហើយយើងចុចចេញវិញមកហើយយើងអូសសេរីពណ៌ហ្នឹងឲ្យស្មើនឹងវីដេអូរបស់យើងបន្តមកទៀតហ្នឹងយើងត្រូវចុចរកកន្លែងជាមួយនឹងឲ្យបែបផែនគឺជាកន្លែង edit ហ្នឹងឯងគ្នាយើងហើយបន្តមកទៀតហ្នឹងយើងចុចកន្លែងឲ្យបែបព្រិលអាហ្នឹងគេហៅថាព្រិលគ្នាយើងគឺយើងអូសវាពេញស្មើនឹងវីដេអូយើងមកបន្ទាប់ពីគ្នាយើងអាប់ឡូតពេញហើយយើងត្រូវចូលទៅក្នុងវីដេអូហ្នឹងម្ដងទៀតហើយបន្តមកទៀតហ្នឹងយើងត្រូវលុប filter និង graphic ចោលអស់គ្នាយើងបន្ទាប់ពីយើងធ្វើបែបហ្នឹងហើយយើងត្រូវចូលទៅយកវីដេអូដែលយើងអាប់ឡូតរួចយកមកដាក់ក្នុងហ្នឹងវិញហើយយើងត្រូវសេរីទំហំវាឲ្យស្មើនឹងវីដេអូរបស់យើងអញ្ចឹងខ្ញុំសេរីសិនបន្តមកទៀតយើងចុចលើវីដេអូព្រិលហ្នឹងហើយបន្តមកទៀតយើងចុចកន្លែងរួមបញ្ចូលហើយបន្តមកទៀតហ្នឹងយើងត្រូវចុចទៅលើ filter មួយដែលមានឈ្មោះថាឆេះគ្នាអូខេហើយយើងសេរីជាមួយនឹង85សម្រាប់ខ្ញុំគឺដាក់85ហើយយើងត្រូវចេញឲ្យវិញយើងដាក់វីដេអូរួមបញ្ចូលមួយទៀតគ្នាយើងគឺផ្ទាំងសគ្នាយើងខ្ញុំដាក់ផ្ទាំងសចូលសិនសម្រាប់គ្នាយើងអត់មានផ្ទាំងសហ្នឹងគ្នាយើងអាចទៅអាប់ឡូតនៅក្នុង Google Play បានបន្ទាប់ពីយើងបានផ្ទាំងសហើយយើងត្រូវវរិចទំហំវាស្មើជាមួយនឹងទំហំវីដេអូរបស់យើងហើយយើងអូសវាឲ្យពេញចុចហួសចុចវាអូសឲ្យពេញហើយយើងត្រូវចុចលើផ្ទាំងសហ្នឹងដើម្បីយើងទៅដាក់រួមបញ្ចូលមួយទៀតគឺជាមួយនឹង filter ហ្នឹងគឺវីដេអូត្រួតគ្នាអូខេដាក់លើវីដេអូត្រួតគ្នាមកតែប៉ុណ្្នឹងគឺវីដេអូយើងទទួលបានជាមួយនឹង graphic គឺស្អាតខ្លាំងមែនតើគ្នាយើងអាចបន្ថែមជាមួយនឹង filter បន្ថែមទៀតដើម្បីឲ្យមើលវីដេអូយើងបានកាន់តែស្អាតសម្រាប់ខ្ញុំគឺប៉ុណ្្នឹងគឺស្អាតហើយដោយមើលវីដេអូជាក់ស្ដែងអញ្ចឹងគឺច្បាស់ខ្លាំងមែនតើអញ្ចឹងអ្នកគ្នា goodbye